ប្រិយមិត្តស្ដាប់ជាទីមេត្រីនាវាមួយទឹកអាមេរិកខ្លាំងដល់កម្រិតណាបានជាបាញ់កំទេចនាវាចម្បាំងរបស់អ៊ីរ៉ង់សល់តែសាកសពអណ្ដែតបែបនេះកងវាស់បច្ចេកវិទ្យានិងប្រតិបត្តិការឯកោតែឯងនាវាចម្បាំងឌីណារបស់អ៊ីរ៉ង់មិនមានសមត្ថភាពរហ័សអាចរកឃើញសញ្ញាគំរាមកំហែងនៅក្រោមទឹកដែលធ្វើឲ្យវាคล้ายទៅជារឿងងាយស្រួលសម្រាប់នាវាមួយទឹកអាមេរិកទៅវិញនៅក្នុងការបាញ់ប្រហារនិងការបំផ្លាញនាវាចម្បាំងដ៏ផុយស្រួយរបស់អ៊ីរ៉ង់យោងតាមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថានាវាមួយទឹកដែលមានសមត្ថភាពរហ័សវាយប្រហារលឿនលំដាប់ថ្នាក់ទីក្រុង Los Angeles USA Chalente បានបាញ់ផ្លោង KM48 ពន្លិចនាវាចម្បាំងឌីណារបស់អ៊ីរ៉ង់ដែលមាននាវិកប្រហែល180នាក់នៅលើនោះនេះគឺជាលើកទី1ហើយដែលនាវាមួយទឹករបស់អាមេរិកបានបាញ់បង្ហោះទៅកាន់គោលដៅយោធាសត្រូវចាប់តាំងពីសង្គ្រាមលោកលើកទី2ហើយក៏គឺជាលើកទី1ហើយដែរដែលសហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅអ៊ីរ៉ង់ដែលនៅខាងក្រៅមជ្ឈមបូព៌ាចាប់តាំងពីការផ្ទុះសង្គ្រាមជាមួយគ្នាមកតាមវីដេអូដែលបានចេញផ្សាយដោយក្រសួងការពារជាតិអាមេរិកបានបង្ហាញពីភាពកំសោយនៃនាវាចម្បាំងឌីណារបស់អ៊ីរ៉ង់អំឡុងពេលដែលនាវាមួយទឹកអាមេរិកបើកប្រតិបត្តិការបាញ់កំទេចដំបូងឡើយឌីណារបស់អ៊ីរ៉ង់មិនដឹងថាមាននាវាមួយទឹករបស់អាមេរិកនៅក្បែរនេះនោះទេមិនតែប៉ុណ្ណោះនាវានេះមិនទាំងអាចចាប់បានថាមានការបាញ់បង្ហោះ torpedo របស់អាមេរិកចូលមកបំផ្លាញនាវារបស់ខ្លួនផងដែរប្រតិបត្តិការវាយប្រហារយ៉ាងស្ងៀមស្ងាត់តែពោពេញទៅដោយឥទ្ធិពលយ៉ាងខ្លាំងក្លារបស់នាវាមួយទឹកអាមេរិកគេឃើញមានកម្លាំងផ្ទុះនិងក្បាលគ្រាប់ជិត300គីឡូក្រាមនៃកាំជ្រួច KM48 បានហោះតម្រង់ទៅកាន់នាវាអ៊ីរ៉ង់គ្មានខុសគោលដៅអ្វីសំបីបន្តិចដោយកម្លាំងខ្លាំងរបស់ MK48 បានរុញនាវាចម្បាំងអ៊ីរ៉ង់ចេញពីផ្ទៃទឹកស្ទើរតែទទួលរងនឹងការបំផ្លាញទាំងស្រុងតែម្ដងបន្ទាប់មកនាវានោះបានលិចយ៉ាងលឿនហើយប្រហែលជា1ម៉ោងក្រោយកងកម្លាំងជួយសង្គ្រោះរបស់ស្រីលង្កាបានមកដល់អ្វីដែលពួកគេបានឃើញគឺនៅសល់ត្រឹមតែសម្បកប្រេងទូកសង្គ្រោះមួយចំនួននិងសាកសពអណ្ដែតនៅលើផ្ទៃទឹកតែប៉ុណ្ណោះរីឯនាវិកដែលបានរួចផុតពីទ្វារនៃមរណៈពួកគេបាននិយាយថាខ្លួនមិនទាំងបានដឹងផងថានាវារបស់ពួកគេត្រូវបានវាយប្រហារដោយ torpedo របស់អាមេរិកយោងតាមការលើកឡើងដោយមោទនភាពពីអតីតវរសេនីយ៍ឯក Thomas Sugan បាននិយាយថាលោកមិនភ្ញាក់ផ្អើលទេដែលនាវាមួយទឹកនុយក្លេអ៊ែររបស់អាមេរិកបានបាញ់ទម្លាក់គោលដៅរបស់ខ្លួនយ៉ាងងាយព្រោះថានាវាចម្បាំងរបស់អ៊ីរ៉ង់ទំនងនឹងមិនមានបច្ចេកវិទ្យាទំនើបនៅក្នុងការស្វែងរកនិងបំផ្លាញនាវាមួយទឹកអាមេរិកបាននោះទេនាវាមួយទឹកដ៏ទំនើបដែលមានភាពជឿនលឿននិងមានកម្លាំងខ្លាំងប្រភេទនេះអាមេរិកកម្រប្រើនៅក្នុងការវាយប្រយុទ្ធណាស់ព្រោះចាប់តាំងពីសង្គ្រាមលោកលើកទី2មកម្លេះប៉ុន្តែនៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់អាមេរិកបែរជាហ៊ានបញ្ចេញនាវាដ៏កំណាចរបស់ខ្លួនយកមកប្រើប្រាស់ទៅវិញការនេះបានធ្វើឲ្យអ្នកជំនាញជឿថាការប្រើប្រាស់នាវាមួយទឹកដើម្បីវាយប្រហារនាវាចម្បាំងអ៊ីរ៉ង់នៅឯឆ្នេរសមុទ្រស្រីលង្កាគឺច្បាស់ណាស់គឺជាវិធីមួយសម្រាប់សហរដ្ឋអាមេរិកដើម្បីផ្ញើសារដ៏រឹងមាំអំពីការបដិញ្ញាចិត្តរបស់ខ្លួននៅក្នុងការទប់ស្កាត់និងការបន្សាបអំណាចកងទ័ពជើងទឹករបស់អ៊ីរ៉ង់